បងប្អូនដែលតឹងចង្កេះហើយតឹងសាច់ទ្រូងនេះហើយតឹងពោះខ្នងថ្ងៃនេះខ្ញុំសូមបង្ហាញលំហាត់ប្រាណមួយបងប្អូនព្យាយាមហាត់រៀងរាល់ថ្ងៃហើយហាត់គឺស្រួលមែនទែនគឺយើងគ្រាន់តែមានកៅអីមួយចាមានកៅអីនេះមួយហើយបងព្យាយាមដាក់ដៃទៅលើនេះឲ្យផុតហើយយើងព្យាយាមរុញទ្រូងយើងចុះក្រោមចាហើយបងប្អូនកុំភ្លេចដង្ហើមរបស់យើងណាចាពេលយើងដាក់ចូលគឺស្រូបហើយពេលយើងបន្ធូរមកវិញយើងបន្ធូរដង្ហើមដូចគ្នាបងប្អូននៅពេលដែលបងប្អូនហាត់បែបនេះគឺយើងទុករយៈពេល10វិនាទីហើយយើងបន្ធូរដង្ហើមមកវិញចាអញ្ចឹងយើងធ្វើទៅមករយៈពេល10ដងបងប្អូនហើយបើសិនជាបងប្អូនមានពេលមួយថ្ងៃបងប្អូនធ្វើ3ដងគឺរត់តែល្អហើយបងប្អូនអាសាអង្គុយធ្វើការយូរឬក៏នៅមួយកន្លែងស្ងៀមក៏គួរតែធ្វើលំហាត់ប្រាណនេះដើម្បីដកសម្ពាធការតឹងណែនសាច់ដុំមកទួលខ្លួនតែម្ដងពិសេសហ្នឹងគឺផ្នែកខ្នងផ្នែកសាច់ដុំទ្រូងដែលអាចជួយកាត់បន្ថយការកោងខ្នងហើយនឹងមួយទៀតហ្នឹងគឺធ្វើឲ្យរាងកាយបងប្អូនត្រង់ស្មើស្អាតចាអត់មានការកោងខ្នងនៅថ្ងៃអនាគតអរគុណផ្នែកកោចង្កេះពេលគេងដែលអាចជួយដោះស្រាយបញ្ហាឈឺចង្កេះឬក៏លៀនឌីឬក៏គៀបសរសៃឆ្អឹងខ្នងបងប្អូនបានល្អមែនទែនផ្នែកនេះមិនត្រឹមតែគេងកលទេសូម្បីតែបងប្អូនធ្វើដំណើរតាមឡានឬក៏នៅកៅអីអង្គុយធ្វើការក៏បងប្អូនអាចកលបានដែរបងប្អូនចង់ការពារជំងឺលៀនឌីគៀបសរសៃឆ្អឹងខ្នងជាពិសេសការកាត់បន្ថយការឈឺចង្កេះកុំភ្លេចជ្រើសរើសជាមួយខ្នើយសុខភាពបែបនេះអាចរកជាវបាននៅគីមសានគ្រប់សាខាតម្លៃតែ$25ទេបងប្អូន